ការវិវត្តចុងក្រោយនៅក្នុងសង្គ្រាមដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ខ្ញុំបាទពុំសេងហេងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលបានតាមដាននឹងទេសនាថ្ងៃនេះខ្ញុំបាទសូមនាំមកជូននៅការវិវត្តចុងក្រោយនៃសង្គ្រាមដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅថ្ងៃពុធទី11ខែមីនាឆ្នាំ2026នេះស្ថានភាពបច្ចុប្បន្ននៅថ្ងៃទី12នៃសង្គ្រាមថ្ងៃនេះគឺជាថ្ងៃចំនួនជិត12ថ្ងៃហើយការប្រយុទ្ធគ្នានៅតែបន្តខ្លាំងនៅឡើយយោងតាមរបាយការណ៍ព័ត៌មានអន្តរជាតិជាច្រើនកងកម្លាំងអ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលថ្មីជាច្រើនគ្រាប់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែលពេញមួយយប់ប្រព័ន្ធការពារអ៊ីស្រាអែលបានធ្វើការដើម្បីចាប់ស្ទាក់កាំជ្រួចជាច្រើនដែលចូលមកប្រទេសរបស់ខ្លួនខណៈដែលសំឡេងសារ៉ែនបានវាយប្រហារតាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងមួយចំនួនផងដែរឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថាកាំជ្រួចមួយចំនួនបានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលនិងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងក្នុងពេលជាមួយគ្នានោះយន្តហោះរបស់អ៊ីស្រាអែលនិងអាមេរិកបានបន្តវាយប្រហារទីតាំងយោធារបស់អ៊ីរ៉ង់និងទីតាំងអាវុធនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរមន្ត្រីអ៊ីរ៉ង់បាននិយាយថាជនស៊ីវិលជាង 1300 នាក់ត្រូវបានសម្លាប់និងរាប់ពាន់កន្លែងត្រូវបានខូចខាតចាប់តាំងពីជម្លោះនេះបានចាប់ផ្ដើមដោយសារតែការវាយប្រហារតាមផ្លូវអាកាសនៅតែបន្តការផ្ទុះនិងភ្លើងឆេះធំត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើននៅក្នុងទីក្រុងតេហេរ៉ង់និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់របាយការណ៍មួយនេះបានបង្ហាញថាការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់បានសម្លាប់មនុស្សក្នុងប្រទេសអ៊ីស្រាអែលនិងរាប់រយនាក់ទៀតរងរបួសនៅទូទាំងតំបន់ការវាយប្រហាររបស់អ៊ីរ៉ង់ក៏បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកនិងទីតាំងសម្ព័ន្ធមិត្តនៅតាមតំបន់ប្រទេសឈូងសមុទ្រផងដែរការវាយប្រហារមួយចំនួនត្រូវបានចាប់ស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសនៅក្នុងប្រទេសបារ៉ែននិងរដ្ឋផ្សេងទៀតផងដែរយោធារបស់សហរដ្ឋអាមេរិកបាននិយាយថាសមាជិកយោធាអាមេរិករាប់រយនាក់បានរងរបួសចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមដោយខ្លះត្រូវបានរាយការណ៍ថាស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុតទន្ទឹមនឹងនេះកងកម្លាំងអ៊ីស្រាអែលបាននិយាយថាពួកគេបានបំផ្លាញផ្នែកសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធមីស៊ីលនិងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បើទោះបីជាអ៊ីរ៉ង់នៅតែបន្តការវាយប្រហារក៏ដោយការព្រួយបារម្ភនៅតែមានយ៉ាងខ្លាំងឡើងអំពីដំណើរនៃសង្គ្រាមដែលអាចរាលដាលបន្ថែមទៀតនៅទូទាំងមជ្ឈមបូព៌ាអ៊ីរ៉ង់បានគាំទ្រដោយក្រុមសម្ព័ន្ធមិត្តជាច្រើននៅទូទាំងតំបន់រួមទាំងកងជីវពលនៅក្នុងប្រទេសលីបង់អ៊ីរ៉ាក់និងយេម៉ែនផងដែរក្រុមអ្នកវិភាគបាននិយាយថាក្រុមទាំងនេះបានធ្វើការវាយប្រហារមានកំណត់ប៉ុន្តែមិនទាន់បានចាប់ផ្ដើមសង្គ្រាមក្នុងតំបន់ពេញលេញនៅឡើយបើទោះជាយ៉ាងណាក៏ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលតាមសេចក្តីរាយការណ៍ក៏បានវាយប្រហារទៅលើគោលដៅដែលមានទំនាក់ទំនងជាមួយក្រុមហេបូឡានៅក្នុងប្រទេសលីបង់ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការវាយប្រហារបន្ថែមអ្នកជំនាញខាងយោធាបានប្រមានថាប្រសិនបើកងកម្លាំងក្នុងតំបន់កាន់តែច្រើនចូលរួមជម្លោះនោះវាអាចកើនឡើងទៅជាសង្គ្រាមមជ្ឈមបូព៌ាកាន់តែធំសង្គ្រាមក៏បានបង្កឲ្យមានប្រតិកម្មនយោបាយខ្លាំងជំវិញពិភពលោកផងដែរនៅសហរដ្ឋអាមេរិកសមាជិកសភាមួយចំនួនបានរិះគន់រដ្ឋាភិបាលថាមិនបានបញ្ចូលច្បាស់លាស់អំពីគោលដៅរយៈពេលវែងនៃយុទ្ធនាការប្រឆាំងប្រទេសអ៊ីរ៉ង់ជាមួយគ្នានេះមេដឹកនាំអន្តរជាតិជាច្រើនកំពុងប្រមានអំពីផលវិបាកជាសកលនៃសង្គ្រាមមន្ត្រីអឺរ៉ុបម្នាក់បាននិយាយថាចំនួនអាចផ្ដល់ផលប្រយោជន៍ដល់មហាអំណាចពិភពលោកផ្សេងទៀតដោយបង្វែរការយកចិត្តទុកដាក់ពីវិបត្តិផ្សេងៗនិងជំរុញឲ្យមានតម្លៃថាមពលឡើងថ្លៃទីផ្សារពិភពលោកក៏កំពុងឃ្លាំមើលស្ថានភាពយ៉ាងដិតដាមផងដែរព្រោះមជ្ឈមបូព៌ាគឺជាតំបន់ផលិតប្រេងដ៏សំខាន់មួយរបស់ពិភពលោកការរំខានណាមួយចំពោះផ្លូវដឹកជញ្ជូនជាពិសេសច្រក Hormuz អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកលក្រៅពីការវិវត្តផ្នែកយោធានិងនយោបាយការព្រួយបារម្ភផ្នែកមនុស្សធម៌ក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរមន្ទីរពេទ្យក្នុងតំបន់ខ្លះនៃប្រទេសអ៊ីរ៉ង់កំពុងតស៊ូដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនជនស៊ីវិលដែលរងរបួសតំបន់លំនៅឋានជាច្រើនត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលផងដែរអង្គការជំនួយកំពុងប្រមានថាសង្គ្រាមនៅតែបន្តយូរវិបត្តិមនុស្សធម៌កាន់តែអាចធ្ងន់ធ្ងរថែមទៀតគ្រួសារជាច្រើនអ្នកត្រូវបានរាយការណ៍ថាត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេដោយសារតែការវាយប្រហារនៅកំពុងតែបន្តបន្ថែមពីនោះអង្គការអន្តរជាតិក៏កំពុងអំពាវនាវឲ្យមានបទឈប់បាញ់និងការចរចាដើម្បីការពារការរងទុក្ខរបស់ជនស៊ីវិលបន្ថែមទៀតតើមានអ្វីនឹងអាចកើតឡើងបន្ទាប់អ្នកវិភាគយោធានិយាយថាសេនាយូរីជាច្រើនអាចកំណត់ដំណាក់កាលបន្ទាប់នៃសង្គ្រាមលទ្ធភាពមួយគឺការផ្លាស់ប្ដូរការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់និងអ៊ីស្រាអែលហានិភ័យមួយទៀតគឺការកើនឡើងក្នុងតំបន់កាន់តែទូលំទូលាយដែលពាក់ព័ន្ធនឹងប្រទេសបន្ថែមឬក្រុមប្រដាប់អាវុធជាច្រើនកិច្ចខិតខំប្រឹងប្រែងការទូតក៏កំពុងដំណើរការផងដែរដោយរដ្ឋាភិបាលជាច្រើនបានជំរុញឲ្យភាគីទាំងពីរកាត់បន្ថយភាពតានតឹងនិងត្រឡប់ទៅចរចាវិញ
ទោះជាយ៉ាងណាក៏ដោយរហូតមកដល់សប្តាហ៍ថ្ងៃនេះមិនមានសញ្ញាច្បាស់លាស់នៃបទជបាញ់ភ្លាមៗនោះទេសេចក្តីសន្និដ្ឋាននៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ឈានចូលដល់សប្តាហ៍ទី2របស់ខ្លួនជម្លោះនៅតែប្រែប្រួលខ្លាំងនៅឡើយការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយកាំជ្រួចនៅតែបន្តការស្លាប់និងរបួសរបស់ជនស៊ីវិលក៏កំពុងកើនឡើងផងដែរហើយហានិភ័យនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយនិងនៅតែជាក្តីកង្វល់ដ៏ធំបំផុតមួយសម្រាប់សហគមន៍អន្តរជាតិសេចក្តីដកស្រង់ខាងលើនេះបើយោងតាមប្រភពរបស់ Al Jazeera បច្ចុប្បន្នភាពនៃសង្គ្រាមថ្ងៃទី11ខែមីនាឆ្នាំ2026 Vinus Cambodia នឹងបន្តការវិវត្តនិងនាំមកជូនលោកអ្នកនូវព័ត៌មានថ្មីៗចុងក្រោយនៅពេលដែលស្ថានភាពបានវិវត្តបន្តទៀតខ្ញុំបាទពុំសិងហេងរាយការណ៍ជូន Vinus Cambodia អរគុណសម្រាប់ការទស្សនានិងរងចាំព័ត៌មានអន្តរជាតិថ្មីៗបន្ថែមទៀត